បាទជំរាបសួរអធិស្ឋានខ្ញុំទៅបញ្ចប់កម្មវិធីបិទវគ្គអប់រំនយោបាយនៅគណៈបកយើងបានក្របានឆ្លើយសំណួរបានទី1ខ្ញុំចង់ឆ្លើយសំណួរថាបានសួរថាតើមន្ត្រីទាំងអស់ពិតជាពាក់ព័ន្ធករណីខាងលើដែលគឺចោទរឿងតរ៉េននេះមែនឬក៏យ៉ាងណាហើយបើមែនតើមានការចាត់ធានាការយ៉ាងណាដើម្បីបង្កើនទំនុកចិត្តរបស់ពលរដ្ឋចំណុចនេះខ្ញុំសូមឆ្លើយបំភ្លឺថាជារួមគឺយើងមិនទាន់អាចសន្និដ្ឋានថាអ្នកណាពាក់ព័ន្ធបានឡើយទេព្រោះចំណុចនេះកំពុងស្ថិតក្នុងស្ថាប័នតុលាការដែលលោកកំពុងធ្វើការជំរាបថាកន្លងមកនេះយើងបានលើការលេខធ្លាសម្លេងរបស់កណនីឈ្មោះអាឡែននេះក៏យើងនគរបាលខេត្តក៏បានធ្វើការស្រាវជ្រាវតាមនឹងបាទស្រាវជ្រាវទៅវាដូចអ្វីដែលខុសស្នងការនគរបាលខេត្តក៏បានប្រកាសព័ត៌មានអញ្ចឹងបាទគាត់ថាគាត់បាននាំតរ៉េន3ជើងមកពីតាមច្រកកាប៊ីនខ្ញុំចង់ជម្រាបកន្លែងនេះបន្តិចថាពាក្យថាច្រកកាប៊ីននេះបើសម្រាប់បងប្អូនយើងអ្នកព្រំដែននេះអីនេះច្រកកាប៊ីនមិនមែនសំដៅទៅលើច្រកតែច្រកអូរំដួលដែលជាច្រកតំបន់នោះទេច្រកកាប៊ីននេះភាសាបងប្អូនយើងគឺក្នុងតំបន់ស្រុកភ្នំព្រឹកហ្នឹងកន្លែងណាក៏លោកហៅថាកាប៊ីនដែរបាទចង់និយាយនឹងមួយឲ្យច្បាស់បើអូររំដួលជាច្រកតំបន់នេះគឺមានតែមួយទេហើយជំរាបថាអូរំដួលនេះសប្តាហ៍ថ្ងៃពីណានៅកន្លែងនឹងខ្លះសប្តាហ៍ថ្ងៃនេះគឺមានទី1មន្ត្រីរបស់ខេត្តបាទដែលតែងតាំងដោយក្រសួងមហាផ្ទៃអានេះគឺប្រធានច្រកបាទហើយមានប៉ុស្តិ៍នគរបាលវរៈព្រំដែន8 19នឹង24នាក់មានការឡាយកោរដ្ឋកោនឹង7នាក់មានក្រុមការងារទំនាក់ទំនងកម្ពុជាថៃភូមិភាគ5នឹង11នាក់ហើយមានកម្លាំងរបស់វរៈ553នៃកងពលតូចថ្មើរជើង53ហ្នឹង22នាក់ដែលកាត់ឈរនៅខាងម៉ែច្រកហ្នឹង10នាក់ហើយមួយខាងទៀតគឺឈរនៅស្លាប់តាមតាក់ឆ្វេងនេះគឺមួយខាង10នាក់មួយខាង12នាក់ហើយមានផ្នែកសឹករោងភ្នំព្រឹក1នាក់នៅទីនឹងដែរដើម្បីដាក់សភាពការហើយមានមន្ត្រីចតាលិស័កចំនួន2នាក់ហើយនឹងមានមន្ត្រីអន្តរប្រវេសន៍នៃស្នងការនគរបាលខេត្តចំនួន2នាក់ដោយសារកន្លែងនេះជាច្រកតំបន់អញ្ចឹងអត់មានអន្តរប្រវេសន៍របស់ក្រសួងមហាផ្ទៃទេនឹងចង់ជម្រាបឲ្យបានច្បាស់កន្លែងហ្នឹងអានេះគឺនៅច្រកអូរំដួលអញ្ចឹងការសន្និដ្ឋានថាមន្ត្រីពាក់ព័ន្ធយ៉ាងណានេះគឺតើតែតឡាការគាត់រោឥឡូវនេះគាត់កំពុងតែរោបាទហើយបើសិនជារោឃើញថាមន្ត្រីណាពាក់ព័ន្ធអានេះជារួមសម្រាប់ខ្ញុំគឺត្រូវតែមានធានការច្បាប់ហើយច្បាប់ដាក់កម្រិតណាអានេះគឺអាស្រ័យលើស្ថាប័នតុលាការពោះមានទោសកម្រិតណាឬមិនគឺខាងតុលាការហើយយើងក៏មិនអាចធ្វើការសន្និដ្ឋានមុនអ្វីដែលតុលាការគាត់បានរកឃើញទេកិច្ចការនេះគឺគាត់បានកំពុងធ្វើការហើយបាទប៉ុន្តែក៏ចង់បញ្ជាក់ថាកាប៊ីនច្រកកាប៊ីនហើយនឹងច្រកអូររំដួលហ្នឹងគឺមិនមែនសំដៅច្រកតែមួយនឹងទេអានឹងចង់បញ្ជាក់ឲ្យបងអូនស្រីបានយល់កន្លែងហ្នឹងអានឹងចង់ជម្រាបចឹងបានហើយបើមែនគឺត្រូវហើយមនុស្សគ្រប់រូបគឺត្រូវតែអនុវត្តច្បាប់ដោយស្មារតីបាទមិនមែនបានតែប្រជាពលរដ្ឋមានបញ្ហាខុសគឺមានបញ្ហាតែមតិឆ្ការួចខ្លួនអានេះគឺមិនត្រូវទេបាទអានេះមិនមានយុទ្ធសាស្ត្រសង្គមទេហើយកន្លែងនេះក៏ថ្នាក់ដឹកនាំយើងគ្រប់ដំណាក់លោកបានខិតខំហើយបាទខិតខំណាស់កន្លងមកដើម្បីធ្វើម៉េចឲ្យមានសមត្ថភាពក្នុងសង្គមនឹងឯងបាទហ្នឹងគឺថាខ្ញុំសូមជម្រាបបន្ថែមប៉ុណ្ណឹងហើយសំណួរទី2បាទសំណួរទី2គឺថាករណីមានមហាជនមិនពេញចិត្តចំពោះការអនុវត្តមន្ត្រីអនុវត្តការងារតាមច្រកព្រំដែនបាទដែលមានតំណែងហូរកាត់មកក្នុងខេត្តបាត់ដំបងហើយដើម្បីស្ដារទំនុកចិត្តប្រជាពលរដ្ឋវិញធ្វើយ៉ាងម៉េចខ្ញុំសូមជម្រាបថាតាំងពីមានគោលការណ៍របស់រដ្ឋាភិបាលក្នុងការបិទច្រកព្រំដែនសម្រាប់ខេត្តបាត់ដំបងដែលមានច្រកតំបន់3និងច្រកអន្តរជាតិ2នេះបងប្អូនយើងទាំងកងកម្លាំងទាំងមន្ត្រីរាជការគឺបានខិតខំណាស់ដើម្បីធ្វើម៉េចគឺទប់ស្កាត់មិនឲ្យមានតំណែងចូលតាមច្រកទាំងនឹងទេបាទមិនឲ្យមានតំណែងចូលតាមច្រកទាំងនឹងទេហើយជំរាបថានៅខេត្តបាត់ដំបងនេះមានព្រំប្រទល់ជាប់ជាមួយថៃ 144.8 គីឡូម៉ែត្រអញ្ចឹងបងប្អូនយើងខិតខំណាស់ទាំងកម្លាំងនគរបាលក្តីវរៈព្រំដែនកម្លាំងខាងយោធាកម្លាំងស៊ីវិលទាំងអស់បាទទីមួយគាត់ខិតខំការពារបូនអភិទឹកដីបាទតាមខ្សែមន្ទិលព្រំដែនដែលមានបញ្ហាជាច្រើនដែលយើងបានជួបប្រទះជាមួយនឹងភាគីថៃទី2គឺខិតខំធ្វើឲ្យការពារអាការរត់ទំនិញឆ្លងកាត់រត់ពន្ធដែលខុសច្បាប់នឹងឯងហើយកន្លងមកយើងធ្លាប់បានប្រក្រាបការរត់ពន្ធ
ផ្សេងតែមិនចំនួនច្រើនទេបាទយើងបានបង្ក្រាបជាបន្តបន្ទាប់អាហ្នឹងគឺបងប្អូនបានឃើញទាំងអស់គ្នាហើយអ្វីដែលខាងកម្លាំងកាត់បង្ក្រាបបានគឺបញ្ជូនតាមឋានានុក្រមតាមហៅថាមុខទូនាទីហ្នឹងគឺទៅតាមបានអាយកាខាងតុលាការដើម្បីបាទចាត់ធានការតាមច្បាប់ហើយយើងបានធ្វើអញ្ចឹងបាទតាំងពីរដ្ឋាភិបាលបិទច្រកគឺយើងបានខិតខំទាំងអស់គ្នាមិនឲ្យមានច្រកចូលទេបើជំនិយាយជារួមគឺការទំនិញចូលតាមច្រកតំបន់ក្តីច្រករបៀងក្តីអស់ច្រកតំបន់ក្តីច្រកអន្តរជាតិក្តីគឺមិនមានអ្នកណាឲ្យចូលទេបាទប៉ុន្តែយើងនៅតែអាចមានការខ្វះខាតការរត់ពន្ធអីតិចតួចតាមច្រករបៀងតាមណាគឺយើងខិតខំបង្ក្រាបរាល់ថ្ងៃអានេះជាចំហរបស់យើងទាំងអស់គ្នាបាទចំហរបស់យើងទាំងអស់គ្នាគោរពតាមការដឹកនាំតាមការចង្អុលបង្ហាញរបស់មុខរដ្ឋាភិបាលនេះគឺច្បាស់លាស់ហើយបាទមិនអាចអ្នកណាមួយហ៊ានប្រព្រឹត្តអំពើខុសច្បាប់នេះទេបើប្រព្រឹត្តអំពើនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អានេះគឺសម្រាប់យោបល់របស់ខ្ញុំផ្ទាល់ខ្លួនទេហើយបងប្អូនយើងទាំងអស់គ្នាក៏បានបញ្ញាយ៉ាងចឹងដែរបាទនេះគឺបាទសូមជម្រាបជូនចឹងហើយកិច្ចការនេះគឺទុកឲ្យខាងស្ថាប័នអាយកាខាងតុលាការលោកកំពុងធ្វើការបាទសូមអរគុណខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចថារឿងករណីនេះគឺសប្តាហ៍ថ្ងៃកិច្ចការនឹងដល់ស្ថាប័នតុលាការហើយចឹងរឿងពិតកម្រិតណា account កណនីឈ្មោះ Align ក៏និយាយចឹងវាពិតកម្រិតណាក៏ថាបញ្ជូនយកមកបញ្ជូនទៅដល់កំពង់ចាមនឹងវាពិតកម្រិតណាអីកម្រិតណាគឺនៅលើការស្រាវជ្រាវការស៊ើបអង្កេតរបស់ស្ថាប័នតុលាការហ្នឹងណាបាទហើយយើងក៏មិនអាចសន្និដ្ឋានថាគាត់និយាយនឹងពិតឬក៏យ៉ាងម៉េចយើងមិនដឹងដែរបាទព្រោះសួរមកគាត់បានចម្លើយតែប៉ុណ្ណឹងហើយជំរាបថានគរបាលគាត់អស់រយៈពេលនៃការខត់ខ្លួនដើម្បីសាកសួរ48ម៉ោងហ្នឹងក៏គាត់បញ្ជូនដំណុំរឿងទៅស្ថាប័នតុលាការអញ្ចឹងណាបាទដើម្បីឲ្យបន្តការនីតិវិធីស៊ើបសួរហ្នឹងស៊ើបសួរគ្មានអីក្រៅពីរោអ្នកពាក់ព័ន្ធទេរោអ្នកពាក់ព័ន្ធរោមូលហេតុពិតតើយ៉ាងម៉េចរឿងហ្នឹងអាហ្នឹងគឺខាងតុលាការលោកមានជំនាញធ្វើការកិច្ចការហ្នឹងហើយចឹងថាបើគាត់រកឃើញពីណាគឺដាក់ទោសតាមច្បាប់ទៅហើយដាក់ទោសបណ្ណាបណ្ណីក៏យើងអត់ដឹងដែរនឹងតាមស្ថាប័នច្បាប់លោកជាអ្នកអនុវត្តណាបាទនឹងគឺបែបហ្នឹងអរគុណច្រើនបាទ